គ្រាន់តែបើកក្បាលវីដេអូមកដឹងតែស្លោអីបាត់មែនទេបងប្អូនគឺស្លោយើងនឹងឯងបងប្អូនហើយគឺជាស្លោដែលកាយឆ្នៃខ្លះបន្ថែមបន្លែនេះបន្ថែមបន្លែនោះខ្លះអញ្ចឹងទៅណាបងប្អូនអញ្ចឹងបន្លែដូចបងប្អូនមើលឃើញនៅក្នុងវីដេអូដែរគឺមានផ្ទីមានលឹកបាសគឺមានស្នៀតពោតមានស្អំមានអីអញ្ចឹងឯងគឺមានល្ពៅមានអនោងហើយនឹងត្រីអាំងនិយាយចំគឺខ្ញុំអត់ប្រើត្រីឆ្អើណាហើយចំពោះនេះគឺជាកាពិបុកនិយាយចំគឺខ្ញុំឆ្លៀតថែមកាពិគឺខ្ញុំអត់ប្រើប្រហុកទេបងប្អូនដូច្នេះឥឡូវគឺយើងមកចាប់ដើមធ្វើតែម្ដងទៅជាដំបូងគឺខ្ញុំដាក់បន្លែណាត់ដែលក្រឆ្អិនមុនណាហើយយើងទុកប្រហែលជា5នាទីដើម្បីឲ្យវារៀងឆ្អិនបន្តិចទៅចឹងហើយទៅចាំយើងបន្ថែមគ្រឿងបុកបងប្អូនគឺគ្រឿងបុកមានដូចជាខ្ជាយមានជាដែងខ្ទឹមសខ្ទឹមអីហើយនឹងម្ទេសបន្តិចតួចយើងនឹងឯងហើយយើងទុកមួយរំពុះទៅបន្តមកទៀតគឺយើងចាក់ត្រីអាំងបើសិនជាបងប្អូនអត់ចង់ប្រើត្រីអាំងដូចខ្ញុំទេបងប្អូនប្រើជាត្រីឆ្អើក៏បានដែរហើយសម្រាប់សឡមួយមុខនេះផងដែរបងប្អូនខ្ញុំធ្វើក្នុងមួយខែគឺមិនក្រោម5ទៅ6ដងទេបងប្អូនណានិយាយថាបន្លែប្លុកនោះគឺសម្បូរជីវជាតិណាបងប្អូននិយាយចំគឺវាសម្បូរប្រូតេអ៊ីននឹងតែម្ដងព្រោះថាខ្ញុំចូលចិត្តខ្លាំងមែនតើបងប្អូនហើយតតែប្តីខ្ញុំឆ្ងល់ថៃប្រពន្ធបងហើយមិនក៏ចូលចិត្តស្លនៅខ្លាំងម៉េះហើយគឺគាត់អត់និយាយចំគឺគាត់តែឆ្ងល់ហើយខ្ញុំក៏បានប្រាប់គាត់ថាសម្លបែបនេះគឺសម្បូរដល់ទឹកដោះហើយណាមួយស័កសមនឹងខ្ញុំអត់មានទឹកដោះឲ្យកូនមុំទៀតត្រូវមកចេះអញ្ចឹងហើយទៅគឺខ្ញុំធ្វើសម្លបែបនេះញ៉ាំជារៀងរាល់ដងតែម្ដងនិយាយចំក្នុងមួយខែបើមិនក្រោម5 6ដងទេគឺអស់ចិត្តទេបងប្អូនហើយនៅពេលដែលធ្វើហើយបងប្អូនមិនមែនញ៉ាំតែម្នាក់ឯងនោះទេហើយក៏មិនមែនញ៉ាំត្រឹមតែគ្រួសារខ្ញុំនោះដែរគឺធ្លីដល់អ្នកចិត្តខាងប្រហែលជា2 3ផ្ទះអីចឹងទៅចាណាបងប្អូនហើយឥឡូវកុំហឡៃរៀបរាប់ឥឡូវវីដេអូយកដល់ណាដល់ណីបាត់ហើយបងប្អូនហើយជាចុងក្រោយនេះគឺដាក់ស្អំនិយាយចំសម្លមួយមុខនេះគឺខ្ញុំអត់ចោលទេស្អំព្រោះថាស្អំណានិយាយចំទៅគឺវាស្អុយបថុយឆ្ងាញ់ចឹងណាបងប្អូនចឹងដូចបងប្អូនមកជំនួសគឺគាត់ដឹងហើយណាថាស្លោគឺយើងអត់ចោលទេរឿងស្អំរឿងអីហ្នឹងនិយាយចំទោះបីជាស្លោតាពាំងស្លោអីក៏ដោយក៏គេអត់ចោលដែរមែនទេបងប្អូនអធិស្ឋានផងបងប្អូនហើយដោយសារតានេះខ្ញុំមិនសូវជាស្លោតាពាំងជូនបងប្អូនទស្សនាចាដោយសារតាពាំងគឺវាមានផលប៉ះពាល់ដល់សម្រាប់អ្នកដែលកូនខ្ចីដូចរូបខ្ញុំអញ្ចឹងណានិយាយចំមិនសម្រាប់អ្នកកូនខ្ចីដូចខ្ញុំទេនិយាយចំទៅគឺបងប្អូនជាស្ត្រីដែលគាត់ទៅសម្រាប់កូនហើយជាទូទៅគឺតម្រូវមិនឲ្យញ៉ាំទេព្រោះថាអាហ្នឹងគឺវាកាចខ្លាំងណាស់បងប្អូនហើយគ្រឿងតាពាំងរឿងអីហ្នឹងណាឥឡូវដល់វគ្គយើងដួសភ្លួយបងប្អូនហើយកុំភ្លេចបងប្អូនតាមដានវីដេអូនេះហើយកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងនិងកុំភ្លេចជួយ subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដែរដើម្បីទទួលបាននូវវីដេអូថ្មីជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនអរគុណបាយបាយ